ឲ្យតែឃើញកន្លែងណាដែលគេល្បីតាម TikTok អីហ្នឹងគឺ sale កន្លែងហ្នឹងទៅតាមគេដែរដូច burger មួយនេះអញ្ចឹងគឺនៅកពតខ្ញុំឃើញគេនិយាយគ្រប់គ្នាថានឹងឆ្ងាញ់ដល់ពេលអញ្ចឹងទៅក៏មកសាក់ទៅដល់ហ្នឹងគឺ burger នៅខាងគាត់ហ្នឹងគឺតំណងមែនហើយជាពិសេសហ្មងគឺទៅលងមួយ cheese នេះនិយាយទៅមើលឡើងតាក់ទាញហ្មងបាទតម្លៃវិញក៏មិនណយដែរតម្លៃហេខ្ពស់មែនប៉ុន្តែមនុស្សនៅខាងគាត់ហ្នឹងគឺណែនរហូតហ្មងខ្ញុំទៅដល់ហ្នឹងគឺឈរចាំមកស្ទុះតែអត់មានកន្លែងអង្គុយបាទគេផ្សេងទៀតមកក្រោយខ្ញុំហ្នឹងគឺអ្នកខ្លះអត់មានកន្លែងអង្គុយទេគឺគេកំងខ្ចប់យកហ្មងសម្រាប់តម្លៃវិញគឺ burger មួយចានជាមួយនឹងដុល្លារហ្នឹងគឺ10រៀលហើយបើចានដុល្លារ French fry ជាមួយនឹង cheese ហ្នឹងគឺតម្លៃ4រៀលជាង75រៀលសម្រាប់ទីតាំងវិញក៏ងាយស្រួលហៅដែរនិយាយទៅនៅជិតនឹង Starbucks កពតហ្នឹងហ្មងហើយនេះគឺជាតម្លៃនៅខាងគាត់អញ្ចឹងឲ្យមើលតាមនឹងបានមាន5រៀល10រៀលអញ្ចឹងគ្រាន់តែ5រៀលហ្នឹងគឺ burger តែមួយជាន់ទេបាទខ្ញុំកំងមុនហ្នឹងគឺ2ជាន់ហ្នឹងគឺ10រៀលទៅដល់ហាវកហ្នឹងគឺចង់អង្គុយញ៉ាំហ្នឹងក៏បានដែរអញ្ចឹងអត់តែមានកន្លែងអង្គុយបាទមានទេគឺមានតែខ្ចប់ហ្នឹងឯងការខ្ញុំទៅលើកទី1ទេដល់ពេលអញ្ចឹងទៅនឹងកំងអីក៏កំងដលង cheese មួយឈុតហើយជាមួយនឹង burger មួយឈុតសម្រាប់ខ្ញុំហ្មងគឺដលង cheese ហ្នឹងគឺឆ្ងាញ់របស់គេមែនគាត់ធ្វើមកក្តៅៗហ្មងហើយនៅខាងលើហ្នឹងគឺមានសាច់ជ្រាំហ្នឹងគឺជាសាច់មាន់ការីបន្តមកទៀតបាទ burger នេះវិញក៏ឆ្ងាញ់ដែរគឺ burger សាច់គោខ្ញុំយកនេះហ្នឹងគឺ2ជាន់ហ្មង2ជាន់ហ្នឹងគឺមានតែ bacon ទៀតអញ្ចឹងហើយមានតាមដលងជាមួយនឹង onion ring ខ្ញុំអត់ដែរញ៉ាំ burger ដែលធំអញ្ចឹងទេដល់ពេលអញ្ចឹងទៅគឺមានតែកាត់ជា2ហ្នឹងឯងញ៉ាំម្ដងតិចអញ្ចឹងនិយាយទៅមិនមែនចេះតែនិយាយណារបស់គេប្រហែលច្រើនមែនហើយបើហូបជាតិវិញក៏ឆ្ងាញ់គួរសមដែរអញ្ចឹងនិយាយទៅគឺសមនឹងតម្លៃហ្មងអញ្ចឹងរបស់គេបានទាំងហូបជាតិឆ្ងាញ់គួរសមហើយបានតែប្រហែលច្រើនទៀតតែកពតបើចង់ញ៉ាំ burger ឆ្ងាញ់អីហ្នឹងគឺខ្ញុំនេះក៏មិនសាក់កន្លែងគាត់នេះអញ្ចឹង